រៀងលុតសាន United ដែលជាកឡូធ្ងន់របស់ប្រទេសមីយ៉ាន់ម៉ាចំនួន6គ្រាប់ទល់នឹង2រឿងធ្ងន់បន្តិចបើសម្រាប់ព្រះខ័នរាជស្វាយរៀងការសុទ្ធ6គ្រាប់ទល់នឹង2នេះធ្វើឡើងនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាអ្នកទស្សនាចូលទស្សនាច្រើនហ្វេនរបស់ព្រះខ័នរាជស្វាយរៀងច្រើនប៉ុន្តែខ្ញុំមិនបានទៅទស្សនាផ្ទាល់ស្ដាយមែនទេដោយសារតែនៅផ្ទាំងជាប់កូនខ្ចីផងអីផងបាទអញ្ចឹងទៅក៏ចំនួនដៃប្រពន្ធអញ្ចឹងទៅអត់បានទៅទស្សនាផ្ទាល់ស្ដាយដែរបងប្អូនបាទតែអ្វីដែលសំខាន់ព្រះខ័នរាជស្វាយរៀងដាក់ជើងទី1នេះធ្ងន់ធ្ងរបងប្អូនណាបាទធ្ងន់ធ្ងរ6ទល់នឹង2នេះនាំឲ្យព្រះខ័នរាជស្វាយរៀងខ្លាយជាក្រុមដំបូងគេដែលសុទ្ធទៅលើគូប្រកួតច្រើនបំផុតឡើងដល់ទៅ6គ្រាប់បាទខណៈដែលក្រុមផ្សេងនៅក្នុងរដូវកាលនេះណាបងប្អូនណានៅវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League ហ្នឹងអញ្ចឹងជាក្រុមដំបូងគេដែលសុទ្ធច្រើនបំផុតនៅវគ្គ8ក្រុមចុងក្រោយនៅរដូវកាលហ្នឹងខណៈដែលក្រុមផ្សេងទៀតបាទក្រុមផ្សេងទៀតគឺមានច្រើនក្រុមនៅឯតំបន់អារ៉ាប់នៅអាស៊ីខាងលិចណាបងប្អូនណាបាទគឺមានអាល់អារ៉ាប់ប៊ីគុយវ៉ែតហ្នឹងរបស់គុយវ៉ែតហ្នឹងគឺហូប 1-0 ទៅលើអាល់ស៊ីបរបស់អូម៉ង់ខណៈដែលនៃម៉ាគូទៀតបាទគឺអេសបេងហ្គាល់ចាញ់ក្រុមមកពីទូមីនីស្ថាន 1-0 បាទស្ទើរតែមួយគ្រាប់ទេដល់ទៅពេលក្រុមដែលលេងនៅតំបន់អាស៊ីយើងនេះបាទខាងកើតនេះវិញបាទគឺតៃសានស្ទីលរបស់តៃវ៉ាន់នេះស្មើគ្នាជាមួយនឹងម៉ាដូរ៉ារបស់សិង្ហបុរីអធិស្ឋានឥណ្ឌូនេស៊ីបាទស្មើគ្នា0-0អញ្ចឹងមានន័យថាក្រុមផ្សេង3គូនៅវគ្គ8ក្រុមចុងក្រោយនេះសុទ្ធបានមួយគ្រាប់ហើយនឹង0បាទមានតែព្រះខ័នរាជស្វាយរៀងមួយគត់ដែលសុទ្ធទៅលើគូប្រកួតបាន6គ្រាប់ច្រើនបោហោហៀបាទគ្រាន់តែថាច្រើន6គ្រាប់បែបនេះហើយរបូត2គ្រាប់មកវិញមានន័យថាចំណេញ4គ្រាប់អញ្ចឹង6គ្រាប់បែបនេះមិនទាន់ផ្លូវការ 100% នៅក្នុងការឡើងទៅកាន់វគ្គ semi final ទេបើសម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងព្រោះថានៅសល់ការប្រកួតមួយប្រកួតទៀតទល់ជាមួយនឹងក្រុម Shan United ជើងទី2នៅឯទឹកដីរបស់ក្រុម Shan United នៅថ្ងៃទី13បាទថ្ងៃទី13ហ្នឹងបាទអញ្ចឹងគឺគៀកទេបងប្អូនណាបាទនៅសប្តាហ៍ក្រោយអញ្ចឹងនៅជើងទី2ទៅលេងទប់ត្រឹមស្មើក៏យើងឡើងបើយើងចាញ់ត្រឹមមួយគ្រាប់2គ្រាប់ក៏ស្វាយរៀងឡើងតែបេះដូងប្រជាជនកម្ពុជាខ្ញុំក៏ដោយបងប្អូនយើងស្រឡាញ់ស្វាយរៀងក៏ដោយណែចង់ឲ្យឈ្នះទៀតបាទចង់ឲ្យឈ្នះទៀតបងប្អូនយើងទាំងគ្នាបើយើងក៏លេចទៅមើលការប្រកួតកាលពីយប់មិញបន្តិចបាទយប់មិញនេះគឺល្អមើលមែនទែនបងប្អូនតាំងទី1លេងបាន17នាទីមានឱកាសទាត់បាល់11ម៉ែត្របាទពេលនាទីពីសំណាក់ Christian Roque សុទ្ធពេលនាទី17បាទក្តៅបានមួយគ្រាប់នៅមុខ 1-0 ដល់នាទីទី31 Christian Roque ដែលជាអ្នកទាត់បំពងសំណាញ់ទីទៅលើក្រុម Shan United បាន2-0ណែ2-0អញ្ចឹងមិនទាន់អស់ទេនាទីទី38តង់ទី1ដដែលមានការសម្រុកសុទ្ធទៅគឺបុករបាទីផ្លាតឡងបាទខ្នងចំខ្នងសារ៉េតគ្រីយ៉ាធ្វើឲ្យចូលទីខ្លួនឯងបាទអញ្ចឹង2-1ចប់វគ្គទី1 2-1ក្រុមស្វាយរៀងនាំមុខទៅលើ Shan United 2-1 2-1មិនទាន់អស់ទេចូលមកដល់វគ្គទី2បងប្អូនវគ្គទី2នាទីទី54ការបញ្ជូនបាល់បាទពីកេតាណូយ៉ាងល្អកាត់ចូលមកធ្វើឲ្យបាទកីឡាករជប៉ុនបាទកីឡាករជប៉ុនគឺ Fuji រកគ្រាប់បាល់មកជូនឆ្វេងស្អាតមែនទែនបាទ Fuji បាទអញ្ចឹង3គ្រាប់ទល់1ត្រឹមនាទីទី54ឈានដល់នាទីទី58មិនបានប្រហែលនាទីផងបាទ4នាទីបានបាល់ពេលនាទីទៀត Christian Roque សុទ្ធ hat trick 3គ្រាប់ម្នាក់ឯងនាំឲ្យព្រះខ័នរាជស្វាយរៀងនាំមុខ4-1កាន់តែច្រើនហើយកាន់តែច្រើនបាទប្រិមិត្តរបស់ក្រុមស្វាយរៀងទាំងខ្ញុំក៏ដោយរីករាយ4គ្រាប់ទល់1បាទអញ្ចឹង4គ្រាប់ទល់1នេះមិនទាន់អស់ទៅទៀតបាទនាទីទី65កីឡាករបាទ Kemin គឺជាអ្នកធ្វើចូលទីខ្លួនឯងអញ្ចឹង5គ្រាប់ទល់នឹង1 5ទល់នឹង1ដល់នាទីទី75បាទនៅតែដាក់ទៀតបាទព្រះខ័នរាជស្វាយរៀងដាក់គ្រាប់ទី6ទល់នឹង1ដោយមិនរតនៈទើបទៅបដូរចូលមិនរតនៈសុទ្ធគ្រាប់ទី6ឲ្យមកខាងព្រះខ័នរាជស្វាយរៀងបាទ6គ្រាប់ទល់នឹង1ដល់ទៅពេលនាទីទី88រកបានមួយគ្រាប់មកវិញពី Rintaro បាទរបស់ក្រុម Shan United បាន2ទល់នឹង6ចប់ការប្រកួតបាទ6ទល់នឹង2
មានដល់ទៅ8គ្រាប់ឯណោះបាទសម្រាប់ព្រះខ័នរីស្វាយរៀងនិង Shan United នៅសាលជើងទី2នៅថ្ងៃទី13 Shan នឹងត្រូវជួបជាមួយនឹងព្រះខ័នរីស្វាយរៀងរបស់យើងជើងទី2ដែលនឹងត្រូវជំរះបញ្ជីថាតើរវាង Shan United ហើយនឹងព្រះខ័នរីស្វាយរៀងមួយណាជាអ្នកឡើងទៅកាន់វគ្គ semi final អាចនឹងថាត្រៀមជួបជាមួយនឹងឥឡូវហ្នឹងភាគរយខ្ពស់គឺស្វាយរៀងហើយភាគរយខ្ពស់ដែលនឹងត្រូវឡើងបើស្វាយរៀងឡើងនឹងត្រូវជួបជាមួយនឹង Madura ដែលជាដៃគូចាស់ឬក៏អាចនឹងជួបជាមួយនឹងក្រុម Taiwan Steel បាទឬក៏យើងហៅមួយទៀតណាក្រុមមកគូទៀតនោះមើលខ្ញុំភ្លេចឈ្មោះតៃវ៉ាន់បាទ Taiwan Steel បាទ Taiwan Steel អញ្ចឹងពីរអ្នកហ្នឹងអ្នកណាឡើងមករវាង Taiwan Steel ហើយនិង Madura អ្នកនោះនឹងត្រូវជួបជាមួយនឹងព្រះខ័នរីស្វាយរៀងឬក៏ Shan United របស់យើងហើយបាទអញ្ចឹងអបអសាទរដល់ក្រុមព្រះខ័នរីស្វាយរៀងដែលរកបានចំនួន6គ្រាប់ទល់នឹង2យ៉ាងច្រើនបបោហូហៀទៅលើក្រុម Shan United បងប្អូនខ្ញុំសូមទៅមើលស្ថិតិនៃការប្រកួតការប្រយុទ្ធមិញបន្តិចបន្ទាប់ពីស្វាយរៀងសុទ្ធដល់កទៅលើគីឡូធ្ងន់របស់ Myanmar Shan United ហ្នឹងយុគមិញនេះ90នាទីពេញការគ្រប់គ្រង position ball ពីសំណាក់ក្រុមព្រះខ័នរីស្វាយរៀងចំនួន 62% 62% គណៈដែល Shan United បានត្រឹមតែ 38% ទេបាទ 38% អាចនិយាយថាព្រះខ័នរីស្វាយរៀងបត់តារាងលេងណាបងប្អូនណាល្អណាព្រះខ័នរីស្វាយរៀងបត់តារាងលេងអញ្ចឹងនាំឲ្យការសម្រុកការគ្រប់គ្រងបាល់ស្វាយរៀងរ៉ាប់រងទីលាននៅឯមរតកដៃជោកាលពីម្សិលមិញបាទអញ្ចឹងការសុទ្ធ position ball គឺណែស្វាយរៀងវ៉ាដាច់ហើយ 62% ទៅនឹង 38% ដល់ទៅពេលការសុទ្ធវិញការសុទ្ធក្រុមភ្ញៀវណាបងប្អូនណាក្រុមភ្ញៀវសុទ្ធបានត្រឹមតែប្រហែលជាណែ6ជើងទេចំគោលដៅ2ចូលទាំង2វគ្គតារាសង្គ្រោះអត់បានទេចំគោលដៅ2ដងរបូតទាំង2បងប្អូនណាបាទគណៈដែលព្រះខ័នរីស្វាយរៀងសុទ្ធ21ជើងមិនធម្មតាទេណាបងប្អូនណាបានមួយហើយចង់បានមួយទៀតបានមួយហើយចង់បានមួយទៀតនេះជាលើកដំបូងដែលខ្ញុំឃើញក្រុមបាល់ទាត់តំណាងឲ្យប្រទេសកម្ពុជាក្លឹបបាល់ទាត់តំណាងឲ្យប្រទេសកម្ពុជាលេងល្អបែបនេះសន្ធាប់ទៅលើគូប្រកួតសុទ្ធទៅលើគូប្រកួតយ៉ាងច្រើនគ្រាប់នៅក្នុងការប្រកួតពានរង្វាន់អន្តរជាតិតែមិនឃើញនឹងទេបងប្អូនហើយស្វាយរៀងនេះគឺបុកសាហាវណាស់បងប្អូនហើយសុទ្ធ21ជើងគ្រប់គ្រងបាល់ 62% ចំគោលដៅ8ចូលបាន6សង្គ្រោះបានតែ2ទេបាទការសង្គ្រោះរបស់អ្នកចន្ទទីរបស់ Shan បាទអញ្ចឹងមានន័យថាការផ្ដាច់របស់ក្រុមព្រះខ័នរីស្វាយរៀងណាគឺមុតល្អណាការសុទ្ធគឺមានភាពច្បាស់លាស់ឲ្យតែដាក់ទៅនឹងគឺច្បាស់មុតល្អអញ្ចឹងដាច់ស្អាត8ជើងចំគោលដៅសុទ្ធ21ជើងបាទចំគោលដៅ8ជើងចូលបាន6គ្រាប់បាទអញ្ចឹងមានន័យថាសង្គ្រោះបានតែ2ទេបាទសម្រាប់ Shan United បាទហើយការអតការសម្រុកណាបងប្អូនណាការសម្រុកព្រះខ័នរីស្វាយរៀងសម្រុកឡើង92ដងច្រើនណាស់បងប្អូនណាជិត100ដងគណៈដែល Shan United បានតែ60ដងទេប៉ុន្តែយើងមើលដេញជ្រោះអតបាទការសម្រុកដែលគ្រោះថ្នាក់បំផុតបាទសម្រាប់ Shan មានតែ30ទេព្រះខ័នរីស្វាយរៀងមាន49ដងឯណោះបាទមិនធម្មតាបាទសម្រាប់ព្រះខ័នរីស្វាយរៀងអញ្ចឹងទាំងស្ថិតិទាំងនៃការគ្រប់គ្រងបាល់ទាំងនៃការសុទ្ធ off target on target ព្រះខ័នរីស្វាយរៀងវ៉ាដាច់ក្រុម Shan United ព្រះខ័នរីស្វាយរៀងគឺជាក្រុមដែលខ្ញុំគិតក្នុងចិត្តណាបងប្អូនណាខ្ញុំមើលឃើញអញ្ចឹងមែនបងប្អូនយើងគិតយ៉ាងម៉េចខ្ញុំអត់ដឹងទេខ្ញុំមើលឃើញថាព្រះខ័នរីស្វាយរៀងគឺជាក្រុមដែលមានកម្រិតលេងបែបអន្តរជាតិលេងបែបនេះហើយទើបជាក្រុមដែលថាអាចតំណាងឲ្យប្រទេសមួយបាទហើយយើងមានក្រុមផ្សេងទៀតច្រើនទៀតដូចជាភ្នំពេញក្រោនបឹងកេតមានវិសាខាមានNakawalអីផ្សេងទៀតសុទ្ធតែជាក្រុមខ្លាំងដែរបាទក៏ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តជំរីករាយការប្រកួតការប្រយុទ្ធមិញនេះព្រះខ័នរីស្វាយរៀងនេះគឺជាក្រុមដែលថាអាចនឹងមានទម្រង់លេងកម្រិតអន្តរជាតិលេងខ្លាំងបែបហ្នឹងទើបនៃប្រជាជនកម្ពុជារបស់យើងរីករាយខ្ញុំក៏រីករាយដែរតែប៉ុន្តែបើសិនជាក្រុមលេងមិនជាល្អមិនជាខ្លាំងអីប្រហែលនៅកម្ពុជារបស់យើងក៏យើងនៅតែស្រឡាញ់យើងនៅតែគាំទ្រដែរគ្រាន់តែថាបើទម្រង់លេងកាចមុតលយលេងខ្លាំងរបៀបអញ្ចឹងយើងកាន់តែរីករាយទៅទៀតបាទក្នុងនាមជាអ្នកគាំទ្រក្នុងនាមជាជនជាតិខ្មែរបាទអញ្ចឹងណាក៏រីករាយអបអរសាទរសម្រាប់ជ័យជំនះយ៉ាងបបោហូហៀ6គ្រាប់ទល់នឹង2ជើងទី2គឺជារឿងដែលចំណេញទប់ស្មើគឺយើងដឹងថាឡើង 100% ឡើងទៅកាន់វគ្គ semi final ត្រៀមជួបជាមួយនឹង Taiwan Steel ឬក៏ Madura របស់ឥណ្ឌូនេស៊ីហើយបាទអញ្ចឹងអបអរសាទរដល់ព្រះខ័នរីស្វាយរៀង